នៅថ្ងៃទី27 ខែកញ្ញាឆ្នាំ2025នេះយោធាថៃបានបាញ់ប្រហារមកលើយោធាខ្មែរក៏ប៉ុន្តែយោធាខ្មែរមិនទាន់បានតបតទេយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារតាំងពីម៉ោង11ព្រឹករហូតដល់ម៉ោង2នេះមិនទាន់បញ្ឈប់ទេបើតាមក្រសួងការពារជាតិសេចក្តីប្រកាសព័ត៌មានរាជធានីភ្នំពេញថ្ងៃទី27 ខែកញ្ញាឆ្នាំ2025លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជាថានៅព្រឹកថ្ងៃទី27 ខែកញ្ញាឆ្នាំ2025វេលាម៉ោងប្រមាណ11:52 នាទីព្រឹកយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានទ័ពកម្ពុជានៅតំបន់អានសេះនៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការអនុវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតនិងត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារបូរណភាពទឹកដីកងកម្លាំងកម្ពុជាសូមបញ្ជាក់សាជាថ្មីនៅការបញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៅកិច្ចប្រឹងប្រែងបទច្បាញ់រវាងកម្ពុជាថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្តីភាពឡើងវិញឲ្យបានឆាប់រហ័សនិងអំពាវនាវឲ្យភាគីថៃអនុវត្តនិងគោរពឲ្យបានម៉ឺងម៉ាត់ដូចគ្នាសូមបញ្ជាក់ថាយោធាថៃបានបាញ់ប្រហារមកលើយោធាខ្មែរប៉ុន្តែកងកម្លាំងកម្ពុជាមិនទាន់បានឆ្លើយតបយ៉ាងណានោះទេដោយបន្តការអត់ធ្មត់ព្រោះមិនទាន់មានបញ្ជាឲ្យតបតបាទសូមអរគុណ